សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃទឹកភ្លៀងពិតជាអញ្ចឹងទឹកភ្លៀងមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចបរិស្ថាននិងភាវៈរស់លើផែនដីខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗរបស់វា 1. សម្រាប់ដំណាំនិងធ្វើកសិកម្មបំពេញទឹកក្រោមដីទឹកភ្លៀងជាប្រភពទឹកសំខាន់ដែលបំពេញទឹកក្រោមដីដែលជាប្រភពទឹកសម្រាប់ប្រព័ន្ធអណ្ដូងនិងអណ្ដូងទឹកស្រោចស្រពដំណាំវាជាប្រភពទឹកសំខាន់គ្រប់គ្រាន់សម្រាប់ដំណាំរុក្ខជាតិជាពិសេសនៅក្នុងតំបន់ដែលគ្មានប្រព័ន្ធធារាសាស្ត្រលាងសម្អាតដីទឹកភ្លៀងអាចជួយលាងអំបិលនិងវត្ថុពុលខ្លះៗដែលកើតឡើងក្នុងដីដែលធ្វើឲ្យដីមានគុណភាពល្អ 2. សម្រាប់បរិស្ថានធម្មជាតិបំពេញប្រភពទឹកទឹកភ្លៀងជាធាតុចរាចរណ៍សំខាន់នៅក្នុងវដ្តទឹកវាបំពេញទន្លេបឹងនិងទឹកផ្ទៃផ្សេងទៀតដែលជាប្រភពរស់នៅសម្រាប់សត្វនិងរុក្ខជាតិសម្អាតខ្យល់និងផ្ទៃកំពុងពេលធ្លាក់ទឹកភ្លៀងវានឹងយកធូលីភាពកខ្វក់និងឧស្ម័នមិនប្រក្រតីខ្លះៗនៅក្នុងបរិយាកាសដែលធ្វើឲ្យខ្យល់និងផ្ទៃកាន់តែស្អាតជំរុញការលូតលាស់របស់រុក្ខជាតិទឹកភ្លៀងផ្ដល់នូវសារធាតុចិញ្ចឹមនិងទឹកដែលចាំបាច់សម្រាប់ព្រៃឈើនិងរុក្ខជាតិធម្មជាតិ 3. សម្រាប់មនុស្សនិងសង្គមប្រភពទឹកផឹកទឹកភ្លៀងគឺជាផ្នែកសំខាន់នៃប្រភពទឹកផឹករបស់យើងបន្ទាប់ពីត្រូវបានចម្រោះនិងសម្អាតវាអាចក្លាយជាទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផលិតថាមពលទឹកភ្លៀងដែលជោគជ័យក្នុងការបំពេញទំនប់អាចត្រូវបានប្រើប្រាស់សម្រាប់ជាថាមពលវារីអគ្គិសនីដែលជាប្រភពថាមពលស្អាតនិងអាចផ្លាស់ប្ដូរបានបន្ធូរអាកាសធាតុបន្ទាប់ពីអាកាសធាតុក្តៅឬហែងស្ងួតទឹកភ្លៀងអាចធ្វើឲ្យអាកាសធាតុត្រជាក់និងស្រស់ស្អាតឡើងសកម្មភាពកម្សាន្តនិងទេសចរណ៍ទេសភាពពេលភ្លៀងឬបន្ទាប់ពីភ្លៀងមានភាពស្រស់ស្អាតនិងអាចទាក់ទាញអ្នកទេសចរ 4. សម្រាប់អភិវឌ្ឍបរិស្ថានកាត់បន្ថយការបំពុលដោយសារតែទឹកភ្លៀងអាចលាងសម្អាតខ្យល់និងផ្ទៃវាអាចជួយកាត់បន្ថយការបំពុលបរិស្ថានបានខ្លះៗថែរក្សាជីវៈចម្រុះដោយផ្ដល់នូវបរិស្ថានដ៏សមរម្យសម្រាប់រុក្ខជាតិនិងសត្វទឹកភ្លៀងជួយថែរក្សាជីវៈចម្រុះការព្រមានទោះបីជាមានអត្ថប្រយោជន៍យ៉ាងច្រើនក៏ដោយក៏ទឹកភ្លៀងក៏អាចបង្កគ្រោះថ្នាក់ផងដែរជាពិសេសនៅពេលដែលវាធ្លាក់ខ្លាំងពេកឬក្នុងរយៈពេលវែងឧទាហរណ៍អាចធ្វើឲ្យមានទឹកជំនន់ការរអាក់រអួលដល់ការធ្វើដំណើរការខ្សោះជាតិដែកនិងសារធាតុចិញ្ចឹមក្នុងដីប្រសិនបើភ្លៀងធ្លាក់ខ្លាំងពេកសរុបសេចក្តីមកទឹកភ្លៀងគឺជាធាតុចរាចរណ៍ដ៏សំខាន់ក្នុងធម្មជាតិដែលមានឥទ្ធិពលយ៉ាងធំធេងទៅលើភាវៈរស់លើផែនដីការយល់ដឹងនិងគោរពតាមច្បាប់ធម្មជាតិនិងការប្រើប្រាស់ទឹកភ្លៀងដោយវិជ្ជាជីវៈគឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាតាំងពីដើមដល់ចប់ប្រសិនជាបងប្អូនចូលចិត្តសូមជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ